ពេលដែលភ្លៀងហូរច្រោះដីភ្នំការធ្វើផ្លូវឡើងវិញមិនមែនជាការងាយស្រួលនោះទេជាពិសេសគឺការយកនៅគ្រឿងចាក់ធំធំយកទៅឡើងលើភ្នំដែលមានដីដែលមិនទាន់រឹងមាំនោះប៉ុន្តែនេះគឺជាវិធីសាស្ត្រឆ្លាតវៃដែលមនុស្សទាំងនេះកំពុងតែធ្វើការដើម្បីធ្វើផ្លូវភ្នំហើយជួយសន្សំប្រាក់បានមួយចំនួននៅពេលដែលសាងសង់ផ្លូវភ្នំនៅប្រទេសប៉ាគីស្ថានកម្មករប្រើកម្លាំងដៃដើម្បីបំបែកថ្មបង្កើតជាផ្លូវដោយសារតែគ្រឿងចាក់ធុនធ្ងន់គឺមិនអាចឡើងទៅដល់ជម្រាលភ្នំដ៏ចោតនោះបានទេគេត្រូវចតយានជំនិះម៉ាស៊ីនលាយបេតុងនៅទីតាំងដែលមានសុវត្ថិភាពហើយបញ្ជូនបេតុងចុះមកក្រោមតាមរយៈបន្ទះដែកវែងៗបន្ទាប់មកគឺកម្មករត្រូវប្រើកម្លាំងដៃដើម្បីរុញច្រានបេតុងទាំងនោះឲ្យហូរទៅតាមផ្លូវដែលបានរៀបចំទោះបីមើលទៅហាក់បីដូចជាងាយស្រួលក៏ដោយប៉ុន្តែការងារនេះគឺជាការងារដ៏លំបាកមួយនៅពេលដែលការងារត្រូវបានបញ្ចប់ផ្លូវដ៏រឹងមាំនិងរួចរាល់សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរនៅពេលដែលភ្លៀងហូរច្រោះដីភ្នំការធ្វើផ្លូវឡើងវិញមិនមែនជាការងាយស្រួលនោះទេជាពិសេសគឺការយកនៅគ្រឿងចាក់ធំធំយកទៅឡើងលើភ្នំដែលមានដីដែលមិនទាន់រឹងមាំនោះប៉ុន្តែនេះគឺជាវិធីសាស្ត្រឆ្លាតវៃដែលមនុស្សទាំងនេះកំពុងតែធ្វើការដើម្បីធ្វើផ្លូវភ្នំហើយជួយសន្សំប្រាក់បានមួយចំនួននៅពេលដែលសាងសង់ផ្លូវភ្នំនៅប្រទេសប៉ាគីស្ថានកម្មករប្រើកម្លាំងដៃដើម្បីបំបែកថ្មបង្កើតជាផ្លូវដោយសារតែគ្រឿងចាក់ធុនធ្ងន់គឺមិនអាចឡើងទៅដល់ជម្រាលភ្នំដ៏ចោតនោះបានទេគេត្រូវចតយានជំនិះម៉ាស៊ីនលាយបេតុងនៅទីតាំងដែលមានសុវត្ថិភាពហើយបញ្ជូនបេតុងចុះមកក្រោមតាមរយៈបន្ទះដែកវែងៗបន្ទាប់មកគឺកម្មករត្រូវប្រើកម្លាំងដៃដើម្បីរុញច្រានបេតុងទាំងនោះឲ្យហូរទៅតាមផ្លូវដែលបានរៀបចំទោះបីមើលទៅហាក់បីដូចជាងាយស្រួលក៏ដោយប៉ុន្តែការងារនេះគឺជាការងារដ៏លំបាកមួយនៅពេលដែលការងារត្រូវបានបញ្ចប់ផ្លូវដ៏រឹងមាំនិងរួចរាល់សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរនៅពេលដែលភ្លៀងហូរច្រោះដីភ្នំការធ្វើផ្លូវឡើងវិញមិនមែនជាការងាយស្រួលនោះទេជាពិសេសគឺការយកនៅគ្រឿងចាក់ធំធំយកទៅឡើងលើភ្នំដែលមានដីដែលមិនទាន់រឹងមាំនោះប៉ុន្តែនេះគឺជាវិធីសាស្ត្រឆ្លាតវៃដែលមនុស្សទាំងនេះកំពុងតែធ្វើការដើម្បីធ្វើផ្លូវភ្នំហើយជួយសន្សំប្រាក់បានមួយចំនួននៅពេលដែលសាងសង់ផ្លូវភ្នំនៅប្រទេសប៉ាគីស្ថានកម្មករប្រើកម្លាំងដៃដើម្បីបំបែកថ្មបង្កើតជាផ្លូវដោយសារតែគ្រឿងចាក់ធុនធ្ងន់គឺមិនអាចឡើងទៅដល់ជម្រាលភ្នំដ៏ចោតនោះបានទេគេត្រូវចតយានជំនិះម៉ាស៊ីនលាយបេតុងនៅទីតាំងដែលមានសុវត្ថិភាពហើយបញ្ជូនបេតុងចុះមកក្រោមតាមរយៈបន្ទះដែកវែងៗបន្ទាប់មកគឺកម្មករត្រូវប្រើកម្លាំងដៃដើម្បីរុញច្រានបេតុងទាំងនោះឲ្យហូរទៅតាមផ្លូវដែលបានរៀបចំទោះបីមើលទៅហាក់បីដូចជាងាយស្រួលក៏ដោយប៉ុន្តែការងារនេះគឺជាការងារដ៏លំបាកមួយនៅពេលដែលការងារត្រូវបានបញ្ចប់ផ្លូវដ៏រឹងមាំនិងរួចរាល់សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ